ពិតជារឿងនឹកស្មានមិនដល់មែនសម្ដេចហ៊ុនសែនបានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយនេះដាក់តារាសម្ដែងមេងប៊ុនឡូក្រោយពីសម្ដេចតេជោហ៊ុនសែនក្រោយពីឃើញតារាសម្ដែងដ៏ល្បីឈ្មោះនិងជាជើងចាស់មួយរូបគឺលោកមេងប៊ុនឡូធ្លាក់ខ្លួនឈឺធ្ងន់កំពុងតែសម្រាប់ព្យាបាលជំងឺនៅឯមន្ទីរពេទ្យកាល់ម៉ែតដោយនៅក្នុងនោះសម្ដេចតេជោហ៊ុនសែននៅមិនជាប់និងមិនស្ងប់ចិត្តនោះទេក៏សម្រេចចិត្តជូនថវិកាដល់តារាសម្ដែងជើងចាស់មេងប៊ុនឡូរហូតដល់$5,000ដើម្បីទុកសម្រាប់ព្យាបាលជំងឺហើយនៅក្នុងនោះសម្ដេចតេជោហ៊ុនសែនក៏បានមានប្រសាសន៍បន្ថែមទៀតថាមិនមែនជារឿងដែលត្រូវមើលនឹងភ្នែកនោះទេបងប្អូនដឹងហើយថាតារាសម្ដែងមេងប៊ុនឡូគឺជាតារាសម្ដែងភាពយន្តនិងតារាសម្ដែង MV ជើងចាស់មួយរូបដែលល្បីល្បាញខ្លាំងមែនទែនកាលពីចំនួនមុនបាទហើយសប្តាហ៍ថ្ងៃនេះលោកក៏នៅតែសម្ដែងផងដែរប៉ុន្តែលោកមិនសម្ដែងដោយការពីលោកនៅក្មេងនោះទេដោយសារតែលោកនឹងបាទមានវ័យរាងចាស់ទៅហើយលោកក៏បានកើតជំងឺបាទគឺបាទប៉ោងសរសៃកភូនជើងផងដែរហើយលោកក៏បានសម្រេចចិត្តបាទចូលទៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើការវះកាត់ប៉ុន្តែលោកមិនមានថវិកាគ្រប់គ្រាន់នោះទេដើម្បីធ្វើការបាទវះកាត់ជំងឺដោយនៅក្នុងនោះសម្ដេចតេជោហ៊ុនសែនក្រោយពីឃើញភាពលំបាកលំបិនរបស់តារាសម្ដែងជើងចាស់មេងប៊ុនឡូបាទសម្ដេចតេជោហ៊ុនសែនក៏បានផ្ដល់ជាថវិកាចំនួន$5,000ដើម្បីឲ្យតារាសម្ដែងមេងប៊ុនឡូនឹងបាទព្យាបាលជំងឺជើងរបស់គាត់បាទអញ្ចឹងទេសម្ដេចតេជោហ៊ុនសែនពិតជាមានចិត្តករុណាសន្តោសប្រណីបាទដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាតារាសម្ដែងជាងចាស់ជាច្រើនដែលបាទសម្ដេចតេជោហ៊ុនសែនផ្ដល់ថវិកាឲ្យមិនមែនត្រឹមតែតារាសម្ដែងមេងប៊ុនឡូនោះទេបងប្អូនបាទមានតារាសម្ដែងជើងចាស់ជាច្រើនបាទដូចជានៃក្រិនអីជាដើមនេះបាទគឺសម្ដេចតេជោហ៊ុនសែនជួយរាប់ម៉ឺនដុល្លារបាទនៅក្នុងមន្ទីរពេទ្យផងដែរបាទអញ្ចឹងទេសម្ដេចហ៊ុនសែនគឺពិតជាសន្តោសប្រណីដល់កូនរបស់សម្ដេចខ្លាំងមែនទែនបាទហើយតារាសម្ដែងមេងប៊ុនឡូនេះបាទគឺគាត់ឈឺយូរណាស់មកហើយបាទប៉ុន្តែគាត់មិនដែលបាទប្រាប់ទៅអ្នកណានោះទេបាទគាត់លាក់ទុកជាយូរបាទគាត់មិនដែលប្រាប់ថាគាត់នឹងឈឺជំងឺនេះជំងឺនោះទេបងប្អូនអូខេបាទអញ្ចឹងទេគាត់លាក់ទុកដល់ពេលនេះគឺជាដំណាក់កាលដែលគាត់ត្រូវវះកាត់ហើយបាទគាត់លែងលាក់ទៀតហើយដោយសារតែគាត់ទ្របលែងបានបងប្អូនអូខេបាទមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោហ៊ុនសែនកាលពីពេលថ្មីនេះក៏បានទៅតែជួយដល់បាទនេក្រិនដែលជាតារាកំ pl ែងជាងចាស់មួយរូបចំនួនបាទរាប់ម៉ឺនដុល្លារផងដែរហើយសម្ដេចនឹងក៏បានបាទទៅជួបស៊ូសុកទុកផ្ទាល់ដល់តារាសម្ដែងបាទកំ pl ែងជាងចាស់គឺនេក្រិននៅមន្ទីរពេទ្យកាល់ម៉ែតកាលពីបាទប្រហែលជាបាទកន្លះខែមុនតែប៉ុណ្ណោះឥឡូវនេះលោកមេងប៊ុនឡូក៏បានធ្លាក់ខ្លួនឈឺនៅមន្ទីរពេទ្យកាល់ម៉ែតដូចគ្នាហើយសម្ដេចក៏មិនទុកលោកមេងប៊ុនឡូចោលដែរបាទសម្ដេចក៏បានទៅចូលបាទថវិកាក៏ដូចជាឲ្យបាទលោកមេងប៊ុនឡូនឹងចំនួន$5,000ដើម្បីទុកព្យាបាលជំងឺបាទអញ្ចឹងទេសម្ដេចហ៊ុនសែនគឺពិតជាសន្តោសប្រោះប្រណីដល់កូនរបស់លោកពិតមែនបងប្អូនឃើញបាទអញ្ចឹងជាចុងក្រោយនៃវីដេអូនេះសូមបងប្អូនទាំងអស់គ្នាខមមិនជាការបញ្ចេញមតិនិងជួយ share វីដេអូនេះមួយដើម្បីជាការលើកទឹកចិត្តដល់លោកមេងប៊ុនឡូផងបាទសូមអរគុណ